កិច្ចប្រជុំត្រួតពិនិត្យគូបកងនិងវិតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ2025រដ្ឋបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី25ខែមិថុនាឆ្នាំ2026បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យគូបកងនិងវិតម្លៃលើការរៀបចំនិងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ2025ក្រោមអធិបតីភាពឯកឧត្តមសុខធីអគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោកយឹមបញ្ញាអភិបាលរងនៃគណៈអភិបាលខេត្តនាសាលប្រជុំសាលាខេត្តព្រះវិហារមានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមសុខធីបានឲ្យដឹងថាដោយអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងការប្រើប្រាស់និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋអនុក្រឹត្យលេខ66អនក្របកចុះថ្ងៃទី27ខែមេសាឆ្នាំ2017ស្តីពីវិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានតម្រូវឲ្យគ្រប់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋរៀបចំនិងបញ្ជូនសៀវភៅបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដើម្បីតម្កល់ទុកនិងពិនិត្យតាមដានព្រមទាំងបូកសរុបលទ្ធផលប្រចាំឆ្នាំរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលឯកឧត្តមបានបន្ថែមថាការរៀបចំបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋត្រូវធ្វើឡើងតាមទម្រង់ពីរប្រភេទក្នុងនោះទម្រង់ទី1ជាការរៀបចំបញ្ជីឆ្នាំគោលដែលត្រូវរៀបចំឡើងរៀងរាល់5ឆ្នាំម្ដងនិងទម្រង់ទី2ជាការរៀបចំតារាងកើនឡើងនិងថយចុះនៅទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំដែលត្រូវរៀបចំឡើងរៀងរាល់ឆ្នាំក្នុងចន្លោះរយៈពេល5ឆ្នាំនៃឆ្នាំគោលឯកឧត្តមអគ្គនាយករងបានបន្តថាសម្រាប់ឆ្នាំ2025ជាកាលបរិច្ឆេទនៃការរៀបចំតារាងកើនឡើងនិងថយចុះនៅទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំសាជាថ្មីហេតុដូច្នេះសូមឯកឧត្តមលោកជំទាវលោកស្រីផ្សព្វផ្សាយនិងជំរុញដល់អង្គភាពប្រើប្រាស់របស់សាមីអាជ្ញាធរកាន់កាប់ផ្ដល់បញ្ជីសារពើភ័ណ្ឌដែលបានបោះពុម្ពចេញពីប្រព័ន្ធសាមីមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តចំនួន2ច្បាប់យ៉ាងយូរត្រឹមដំណាច់ត្រីមាសទី1ក្នុងឆ្នាំ2026ដើម្បីតម្កល់ទុកនិងពិនិត្យតាមដាននៅការគ្រប់គ្រងការកាន់កាប់និងការប្រើប្រាស់លើទ្រព្យសម្បត្តិរដ្ឋដើម្បីបូកសរុបលទ្ធផលគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល